សូមគ្រប់ជំរាបសួរបងប្អូននេះគឺជាការសាកល្បងដាំនៅវ៉ានីឡាពូជ Tahitensis ឬក៏ហៅកាត់ថា Tahiti ដែលជាពូជពេញនិយមឲ្យផលច្រើនគុណភាពក្លិនសម្រាប់យកទៅធ្វើគ្រឿងទេសល្អអញ្ចឹងការសាកល្បងដាំផងយើងគឺយើងមិនបានដាំប្រើដីទេគឺយើងដាំប្រើសកៃដូងហើយយើងដាំនៅក្នុងជាលបែបនេះហើយការដាំនៅក្នុងជាលបែបនេះឃើញថាវាស្រួលមួយយ៉ាងត្រង់ថាវាស្រួលបើយើងនៅតូចយើងអាចចល័តកន្លែងបានងាយហើយការប្រើបែបនេះក៏អស់សកៃដូងច្រើនគួរសមដែរបងប្អូនមួយជាលនេះក៏សកៃដូងហើយបើសិនជាយើងរៀបហើយយើងរៀបកម្ពស់តែ2ទឹកដូចយ៉ាងនេះប្រហែលជាមិនសូវជាអស់ច្រើនទេដែលយើងដាក់ជាលមើលទៅច្រើនដោយសារជាលយើងកម្ពស់ឡើងចង់ត្រឹមជង្គង់អញ្ចឹងយើងជាការសាកល្បងដំបូងអញ្ចឹងយើងសម្រេចចិត្តប្រើជាលតែការលូតលាស់ល្អហើយសូមបញ្ជាក់ផងដែរថាការសាកល្បងផងយើងនេះគឺយើងយកសកៃដូងសុទ្ធយកមកត្រាំជាមួយនឹងទឹកជីគឺជី15 ហើយជីកែងហ្នឹង100 លីត្រជី1គីឡូហើយកបោនឹង2គីឡូកបោសកបោកសិកម្មយើងហ្នឹងអញ្ចឹងយើងត្រាំចំនួន2យប់បានយើងស្រង់យកមករៀបនៅក្នុងជាលបានយើងយកវាដាក់មកដាំអញ្ចឹងឃើញថាការលូតលាស់ការឲ្យបច្ចេកទេសផងគាត់មកហ្នឹងការលូតលាស់ឃើញថាល្អមើលបងប្អូនពិនិត្យមើលចុះរយៈពេល6ខែទេបាទអរគុណបងប្អូន